សួស្តីបងប្អូនទាំងគ្នាចឹងណាយើងបញ្យល់ពីការកែពើទៀតហើយណាដោយសារតែកែពើកែ color នេះវាសំខាន់ណាបងប្អូនចឹងវាសំខាន់ចឹងយើងត្រូវតែរៀនពីវាចេះទាក់ទងការកែពើកែអីណាយើងត្រូវតែរៀនពីវាចេះចឹងចំណុចទី1យើងចូលមកដដែលហ្នឹងឯងអញ្ចឹងយើងចូលពីអត់ចាស់ដដែលហ្នឹងឯងអត់ចាស់មានថាយើងបន្ថែមទៀតចំណុចទី1យើងត្រូវធ្វើគឺយើងនេះអា clean contrast នេះយើងត្រូវបើកវាទី1បំផុតយើងត្រូវធ្វើយើងបើកវាអស់មកនេះឲ្យទាញ 100% ណាបន្ទាប់មកទៀតយើងស្រែនេះក៏បានយើងមិនស្រែក៏បានតែយើងស្រែឲ្យក៏បានដែរអានេះយើងចោះមិនយើងដាក់រឿងស្ទុំតម្លាក់ពលឺទៅអីតិចទៅដកក៏បានបូកក៏បានអាស្រ័យទៅបងប្អូនចង់ឃើញហ្នឹងស្ទុំកាន់តែស្អាតអញ្ចឹងពលឺពេកវាមើលទៅវាជ្រៅដែរអញ្ចឹងយើងទៅឡើងតិចបន្តិចក៏បានដើម្បីឲ្យវាពើវារាងស្ងាត់អានេះមិនបាច់ទេចំណុចសំខាន់គេបើសិនតែមនុស្សគឺកន្លែងនេះបើសិនតែការកែមនុស្សកែអីកែពើ background ពើអីគឺកន្លែងនេះអញ្ចឹងអានេះដោយសារតែវារុក្ខជាតិអញ្ចឹងផ្សេងយើងមិនបាច់កែទេយើងចូលតែពីរនេះណាចូលនេះមួយហើយនេះមួយអូខេបងប្អូនចាំដល់គ្នាទៅគេអ្នកស្រេណាយើងចង់ឲ្យឡើងវាធម្មជាតិយើងស្រេតាមហ្នឹងទៅចង់ខ្មៅបន្តិចអីបន្តិចក៏បានដែរហ្នឹងធ្វើម៉េចឲ្យវាស្ទុំចឹងទី2នេះឃើញបងប្អូនឃើញយើងស្រេទៅវាឡើងធម្មជាតិហើយក្នុង background ទាំងរបស់យើងណាអញ្ចឹងបើតាក់ទងរុក្ខជាតិបន្លែផ្លែឈើយើងស្រេពីរនេះបានហើយយើងក្រៅពីនោះអាហ្នឹងយើងមិនបាច់ប៉ះពាល់ទេគឺយើងប៉ុណ្ណឹងហើយអញ្ចឹងយើងចូលទៅមុខទៀតទៅយើងចង់បន្ថែមឲ្យរឿងភ្លឺបន្តិចក៏បានដែរអានេះជាអ្នកបងប្អូនបើកាន់ច្បាស់វាក្របឲ្យវាកាន់តែខ្លាំងមើលថាវារៀងច្បាស់ក្របណាអញ្ចឹងយើងបើតែ1 2កាំឯងបានហើយយើងមិនបាច់ទេអញ្ចឹងយើងមើលកន្លែងនេះមិនបាច់ទេអាស្រ័យទៅលើយើងស្រេបងប្អូនកន្លែងនេះណាអញ្ចឹងប៉ុណ្ណឹងហើយបងប្អូនមានអីទៀតទេអស់ប៉ុណ្ណឹងឯងស្រេតែមួយផ្លេតអស់មួយប្លង់ណាចំណាយពេលស្រេមួយផ្លេតទៅបានហើយតែយើងផ្លេតែបងប្អូនឃើញទេវាខុសពីមុនឆ្ងាយបងប្អូនចាំពីមុនណានេះពីមុនបងប្អូនឃើញនេះពីមុនអញ្ចឹងបន្ទាប់មកអូខេបងប្អូនឃើញទេគឺស្ទុំស្អាតហើយវាខៀវស្ងាត់តិចភ្នែកតែម្ដងបងប្អូននឹងយើងមើលម្ដងទៀតទៅពីមុនដល់ឡៅនេះបងប្អូនឃើញពីមុនឥឡូវឃើញទេបងប្អូនខុសនេះឆ្ងាយណាយើងស្រែតែមួយផ្លេតទេគឺចេះតែម្ដងអញ្ចឹងអរគុណច្រើនបងប្អូនវីដេអូមានតែប៉ុណ្្នឹងឯង